កម្លាំងសាមគ្គីភាពនិងមនសិការស្នេហាជាតិខ្មែរស្មារតីរួមជាតិក្នុងការធ្វើពហិការរាល់ទំនិញនាំចូលពីប្រទេសថៃដែលរំលោភអធិបតេយ្យភាពដើម្បីជំរុញឲ្យប្រទេសកម្ពុជារបស់យើងកាន់តែខ្លាំងក្លាឈានទៅរកការបង្កើតនិងគាំទ្រផលិតផលថ្មីៗនៅក្នុងស្រុកឲ្យទទួលបានជោគជ័យទាំងផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចឧស្សាហកម្មនិងកសិកម្មយោងតាមបទបញ្ជារបស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងក្រោមការយកចិត្តទុកដាក់ពីលោកសក់ច័ន្ទកញ្ញរិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យទៅលើការត្រួតពិនិត្យការនាំចូលទំនិញគ្រឿងឧបភោគបរិភោគនិងផលិតផលនានាដែលនាំចូលពីប្រទេសថៃនាព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2026លោកលៀបប៊ុនណារិទ្ធប្រធានគណៈកម្មការគ្រប់គ្រងផ្សារចម្ពោះវ័នបានដឹកនាំមន្ត្រីគណៈកម្មការផ្សារចុះផ្សព្វផ្សាយណែនាំអប់រំនិងត្រួតពិនិត្យការដាក់តាំងលក់ផលិតផលតាមតូបនីមួយៗដោយស្នើសុំឲ្យមានការផ្អាកជាដាច់ខាតនៅការចរាចរណ៍និងការលក់ដូរទំនិញដែលនាំចូលមកពីប្រទេសថៃក្នុងឱកាសនោះដែរលោកប្រធានគណៈកម្មការផ្សារក៏បានពន្យល់បន្ថែមថានៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងសប្តាហ៍ថ្ងៃនេះក្រុមអ្នកវិនិយោគទុនកំពុងតែបង្កើតសិប្បកម្មរោងចក្រនិងសហគ្រាសផលិតផលជាច្រើនដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទោះបីជាមានលំហូរចូលនៃផលិតផលបរទេសតាមរយៈក្រុមហ៊ុននានាមកពីច្រើនប្រទេសក៏ដោយប៉ុន្តែសម្រាប់ផលិតផលរបស់ប្រទេសថៃប្រសិនបើបងប្អូននៅតែបន្តទិញលក់នោះគឺស្មើនឹងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានចំនួនជាមួយយើងឲ្យកាន់តែរីកចម្រើននៅពេលដែលប្រទេសនោះមានថវិកាកាន់តែច្រើនពួកគេនឹងយកទៅអភិវឌ្ឍនិងទិញសភាវុធទំនើបដើម្បីមកជាយីអាយុជីវិតវីរៈកងទ័ពដែលកំពុងឈរជើងការពារនៅជួរមុខក៏ដូចជាប្រជាពលរដ្ឋដ៏ស្លូតត្រង់របស់យើងជាចុងក្រោយលោកលៀបប៊ុនណារិទ្ធមានសេចក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារចម្ពោះវ័នទាំងអស់នឹងបដិញ្ញាចិត្តខ្ពស់ក្នុងការបញ្ឈប់ការនាំចូលនិងលក់ដូររាល់ផលិតផលទំនិញក៏ដូចជាគ្រឿងឧបភោគបរិភោគរបស់ប្រទេសថៃចាប់ពីថ្ងៃនេះតទៅជារៀងដរាប